អ្នកទាំងអស់គ្នាថ្ងៃហ្នឹងមេឃចុះអាប់ខុសពីធម្មតាម្សិលមិញភ្លៀងស្នូខ្លាំងមែនទែនហើយថ្ងៃនេះល្ងិតឈឹងតែម្ដងនេះហើយឥឡូវនេះម៉ោង8:40នាទីអ្នកទាំងអស់គ្នាប៉ុន្តែមេឃអត់ទាន់ឆ្លាស់ទេគឺល្ងិតឈឹងនេះគឺខ្ញុំជូនកូនខ្ញុំទៅរៀននៅតាមផ្លូវល្ងិតហ្មងផ្លូវហ្នឹងអ្នកទាំងអស់គ្នាទៅលិចទៅឆ្វេងទៅស្ដាំគឺសិតតែចុះអាប់ទាំងអស់មិនដឹងថានៅតំបន់ផ្សេងចុះអាប់ដូចនៅក្នុងវ៉ននឹងក៏អត់ទេអ្នកទាំងអស់គ្នាហើយនៅប្រទេសកាណាដាជាពីថាអាកាសធាតុប្រែប្រួល24ម៉ោងអ្នកទាំងអស់គ្នាសូម្បីតែខែក្តៅក៏យើងទុកចិត្តអត់បានដែរពេលខ្លះមេឃកំពុងក្តៅមកស្ទុះឡើងគឺចុះអាប់ខ្លាំងមែនទែនហើយភ្លៀងមកទំហឹងហ្មងណាហើយពេលខ្លះទៀតមេឃកំពុងតែបើកថ្ងៃគ្រាន់តែថាម៉ោង4ម៉ោង5ភ្លាមគូចុះល្ងាខ្លាំងសឹងតែថារោអាវល្ងាពាក់មិនទាន់ហ្មងហើយបើយើងចេញទៅក្រៅអញ្ចឹងណាម្នាក់សិតតែសគួរអាវល្ងាទៅតាមក្រៅបើសិនជាមិនសគួរទេមេឃធ្លាក់ត្រជាក់ភ្លាមគឺថាអត់មានអីពាក់ទេគឺល្ងាខ្លាំងទប់អត់ជាប់ហ្មងណាអញ្ចឹងបានថាខ្ញុំតែងតែសគួរអាវនៅក្នុងឡានរហូតមិនថាអាវកូនអាវខ្លួនឯងអីគឺសគួរនៅក្នុងនឹងរហូតមិនថាខែក្តៅបែកញើសក្តៅខ្លាំងប៉ុណ្ណាក៏ខ្ញុំយកអាវល្ងាទៅតាមដែរព្រោះអីអាកាសធាតុឥឡូវគឺប្រែប្រួលគ្រប់ពេលវេលាអញ្ចឹងណា